Hello កាយមកកាន់ការស្មារតីរបស់ខ្ញុំម្ដងទៀតហើយខ្ញុំចង់ប្រាប់អ្នកគ្នាថាខ្ញុំ sorry ខ្លាំងមែនតើដោយសារការពិបាកមុនហ្នឹងគឺខ្ញុំបានហៅឈ្មោះតួអង្គខុសចឹងទៅដោយសារតែតួអង្គយើងគឺឈ្មោះហ៊ីយូវីខ្ញុំច្រឡំគេហៅថាស៊ីយូវីអីហ្នឹងទៅចង់និយាយថាតបាយខ្លាំងមែនតើកន្លែងហ្នឹងហើយមុននឹងចូលដល់សាច់គឺយើងគឺខ្ញុំសូមរំលឹកការពិភាក្សាមុនបន្តិចការពិភាក្សាមុនហ្នឹងគឺมันបញ្ចប់នៅត្រឹមកូនប្រុសសួរកូនស្រីថាមានបំណងចង់គេជាមួយគេមកយប់អត់ហើយកូនស្រីយើងហ្នឹងក៏គៀងនៅកន្លែងហ្នឹងរឹងខ្លួនមកកន្លែងស្ដប់ចឹងទៅហើយបដៅពីនេះដំបងដែរគឺកូនស្រីយើងគាត់បានស្រែកខ្លាំងមែនតើស្រែកនឹងចង់មកឲ្យខុនដូតែម្ដងហើយគាត់បាននិយាយថានិយាយត្រូវហើយអ្នកគឺជាមនុស្សតែម្នាក់គាត់តបមកមិត្តភក្តិបកូនស្រីយើងដែលត្រូវជាយូប៊ីហ្នឹងក៏បាននិយាយថាហើយដើម្បីបានជាអ្នកយំដោយសារគ្មានអ្វីសោះហើយកូនស្រីយើងបានគេនិយាយចឹងហើយតាំងរំអួយយំខ្លាំងទៀតដែរចង់និយាយថាកូនស្រីយើងបែរจากក្មេងតូចចឹងហ្នឹងក៏បាននិយាយថាវាមិនមានជាអ្វីតទៅសោះតើគាត់គិតថាខ្ញុំជាមនុស្សបែបណាដែលផ្ដល់ជូននៅសំណើបែបនោះចង់និយាយថាអានសំណើកូនប្រុសសួរថាចង់គេជាមួយគេមកយប់អត់នឹងឯងហើយសុំសួរមួយសិនកន្លែងនេះដូចមិត្តភក្តិណែគេខ្លះចង់និយាយថាពេលមិត្តភក្តិមានតូចចឹងអត់គិតជួយទេញ៉ាំនំឲ្យឌឺថែមចង់និយាយចឹងហើយគាត់បាននិយាយថាវាច្បាស់ណាស់គាត់ពិតជាគិតថាអញSP ចង់និយាយថាគេខ្លាំងមែនតើកន្លែងហ្នឹងកូនស្រីយើងក៏បានហប់មកដល់គេពីបេដាចឹងទៅតែមានអង្គើគេសុំវាមិនតិចទេដល់មកគឺកូនស្រីយើងបានថាឲ្យវិញថាណែឯងហ្នឹងជា SP ចង់និយាយថាកន្លែងហ្នឹងគឺមើលកូនស្រីយើងបាននិយាយថាខ្ញុំមិនបដិសេធរឿងនោះទេចង់និយាយថាអត់បដិសេធរឿងដែលកូនស្រីយើងជេរវិញចឹងណាប៉ុន្តែពេលហើយគឺកូនស្រីយើងតាមមកអង្គុយយំខ្លួនឯងទៀតហើយគេក៏បានញ៉ាំនំធម្មតាចឹងទៅហើយគេបានសួរថាតើឯងតាមដានគាត់យូរប៉ុណ្ណាហើយចង់និយាយចឹងហើយតើឯងនឹងពីចរិតរបស់គាត់អីអត់ចង់និយាយថាគាត់ស្រីយើងគាត់ទៅលើប៉ុណ្ណឹងគឺយំពហិទហៀទៀតហើយចង់និយាយថាឲ្យទៅលើឈ្មោះបងពេលណាដល់តែអញ្ចឹងហ្មងហើយកូនស្រីរបស់យើងមកពាក់កូនស្រីរបស់យើងបាននិយាយថាគាត់បានបដូរមិត្តស្រីហើយជាញឹកញាប់ណាស់ចង់និយាយថាថែរបស់កូនប្រុសរបស់យើងបែបសក់វាយក៏មានសក់ខ្លីក៏មានអញ្ចឹងទៅកូនស្រីយើងតាំងមកឆ្ងោកយំទៀតហើយនិយាយថាអត់ជឿទេខ្ញុំមិនជឿថាដូចជាកីឡាករដូចអ្នកប្រភេទរបស់គាត់ពិតជាអាក្រក់បំផុតហើយបើថាប្រចាំនឹងគិតថាប្រចាំទេសូវជឿថារបស់គេណាអាក្រក់ពិតតែម្ដងកូនស្រីរបស់យើងហើយបន្តមកគឺមកភ័ក្រកូនស្រីយើងបាននិយាយថានោះហើយជាមូលហេតុដែលខ្ញុំធ្លាប់បានប្រាប់ឯងម្ដងហើយម្ដងទៀតតាំងពីដើមមកថាឯងមិនសមធ្វើជាដៃគូដ៏ល្អសម្រាប់គាត់ទេហើយចង់និយាយថាគេបានប្រាប់កូនស្រីយើងពី3ដងហើយតែកូនស្រីយើងអត់ស្ដាប់ទេហើយតែស្លាយបងតោះមកគឺកូនស្រីយើងអត់ដឹងច្រឡំមកពីណាទេបានស្រីជេរមកភ័ក្រខ្លួនឯងតែម្ដងបាននិយាយថាម៉េចឯងគិតថាមិនមែនជាដៃគូល្អយ៉ាងម៉េចឯងហ៊ានថាឲ្យយើងបែបនេះចង់និយាយថាគាត់តែគេថាអត់សមតិចសោះនឹងតាំងខឹងហើយចង់និយាយថាអាប្រភេទថាខឹងគោវៃក្របីខឹងប្តីវិមភ័ក្រអញ្ចឹងណាតោះមកគឺគាត់បាននិយាយថាអ្នកឯងគ្រាន់តែជា SP ចង់និយាយថាអត់ឆ្ងាយពីពាក្យ SP នឹងទេតើណាក៏ដោយកូនស្រីយើងហើយបន្ទាប់មកនិយាយប៉ុណ្ណឹងហើយគឺមកភ័ក្របានចាប់បយសក់យកតែម្ដងដោយសារតែនិយាយអីឈួតឡប់អញ្ចឹងទៅហើយបន្តមកគឺកូនស្រីរបស់យើងក៏ត្រូវបានស៊ី2 3កញ្ញោពួកក្បាលលេងចឹងទៅហើយមិត្តភក្តិកូនស្រីយើងបាននិយាយថាខ្ញុំគិតថាអ្នកឯងចូលចិត្តគាត់ខ្ញុំដឹងថាអ្នកឯងយកចិត្តទុកដាក់ចំពោះមុខមាត់ប៉ុន្តែជាធម្មតាអ្នកឯងមិនដែលចូលចិត្តប្រភេទបរិបបែបនេះទេអ្នកតែងតែដើរតាមបរិបប្រភេទបែបនេះអ្នកគ្នាមើលហើយទៅនេះជាសង្សាររបស់កូនស្រីយើងកាលពីមុននឹងឯងកូនស្រីយើងសាមកអំស្ទើដែរហ្នឹងទៅខឹងកូនប្រុសអីណាហើយចង់និយាយថាប្រភេទរបស់គាត់ដូចដើមសាច់គ្រឿងចឹងទៅគឺប្រភេទថាខ្ទាបជាងគាត់ហើយបែបខ្ជូតអីចឹងទៅហើយបន្ទាប់មកគាត់ក៏បាននិយាយទៀតថាឬក៏ប្រភេទបែបនេះបែបនោះឯងកូនស្រីយើងគឺពេលឮគេនិយាយចឹងហើយតាំងមកធ្វើអន់ចិត្តហើយបាននិយាយថាខ្ញុំដឹងដែរខ្ញុំចូលចិត្តគាត់តាំងពីពេលខ្ញុំឃើញដំបូងមកម្ល៉េះមានលើកទី1ដែលបានជួបគាត់ចូលនិយាយថាស្នេហាកៅនៅផ្ទះឬក៏ហៅថាស្នេហាផ្ទះបាញ់កថាបានដែរជួបភ្លាមស្រឡាញ់ផ្លែតហើយបន្ទាប់មកគឺគាត់បានងោកយំទៀតទៅមកប្រាប់របស់គាត់នឹងបានកលិចមើលឃើញគាត់ហើយបាននិយាយថាយ៉ាងណាក៏ដោយខ្ញុំខកចិត្តណាស់ខ្ញុំមិនគិតថាគាត់ជាមនុស្សប្រភេទនោះទេគេក៏បានយកដៃមកឯក្បែរកូនយើងហើយបាននិយាយថាតើដូច្នេះគឺជាអ្នកដែលចង់តបគាត់មែនទេតោះមកគឺកូនស្រីយើងនឹងអត់ដឹងនិយាយថាមិនទេបានតែធ្វើនិយាយថាខ្ញុំបានប្រាប់គាត់ថាខ្ញុំនឹងគិតអំពីវាគិតពីរឿងអាដើមសាច់គ្រឿងនេះឯងតោះមកគឺមកភ័ក្រគាត់នឹងបាននិយាយថាអូយអ្នកល្ងងណាគ្រាន់តែគិតវាជាឱកាសមួយអ្នកនឹងមិនមានចំណុចដូចគ្នានឹងគាត់ទេវាមិនមែនគ្រោះថ្នាក់អ្វីកើតឡើងផងហ្នឹងតោះមកគឺកូនស្រីយើងបានស្រែកទៀតហើយនិយាយថាយ៉ាងណាក៏ដោយខ្ញុំមិនអាចធ្វើវាជាមួយរឿងបែបនោះបានទេអារឿងបែបថាគេមួយកូនផងមកយប់2យប់ចឹងណាហើយបន្តមក
កូនស្រីបាននិយាយថាយើងមិនមែនជួបគ្នាដូចនេះទេខ្ញុំអាចធ្វើវីដេអូរបៀបណាអ៊ុយចង់តែសោះទៅកូនស្រីយើងហើយតមកមកភ័ក្រកូនស្រីយើងយូប៊ីនហ្នឹងបាននិយាយថាមានបញ្ហាអ្វីជាការអ៊ុយជាការ NC ពេលយប់វាមិនមែនជារាងកាយរបស់ឯងត្រឹមទេចង់និយាយថាគាត់បាននិយាយទៀតថាម្ដងអាចនាំទៅរកលើកទី2ម្ដងមកអាចរំទៅលើកចុងក្រោយហើយអាចនៅជាមួយគ្នាទៀតផងកូនស្រីយើងបានលឺចឹងហើយលើកដោះទៅជាកូនឆ្កែមកតែម្ដងចេញមកលើកឈូកន្លែងហ្នឹងហើយមកភ្នែកលើកចេញប្លេងអស់ហើយម្ដងមកគាត់ក៏បានជួទៅភ្នែកចេញហើយថែមទាំងនិយាយថាមិត្តភក្តិគាត់បានសួរគាត់ថាតើពេលនេះជាអ្វីអ្នកធ្វើការងារច្រើនណាស់មែនទេចង់និយាយថាកូនស្រីយើងហ្នឹងគឺធ្វើការបដារៀនប្រាអីចឹងទៅហើយកូនស្រីយើងក៏បានគិតអំពីវាហើយបាននិយាយថាមិនតែអ្នកគិតថាចង់និយាយថាអើយមកលេងនេះគឺផងមែនទេចាប់ឆក់បាយតែបាត់លើហើយចង់និយាយថាចឹងហើយតមកកូនស្រីយើងបាននិយាយថាគាត់សុខចិត្តធ្វើជាបទធំមែនទេកាលមកដល់កន្លែងគូគំនូមកកន្លែងហ្នឹងគឺកូនស្រីយើងធ្វើការចឹងទៅគាត់ក៏បានគូគំនូហើយតមកគាត់ក៏បានកលេចមើលទៅកាន់គេផ្សេងគូចឹងទៅចង់និយាយថាកន្លែងហ្នឹងគឺអារម្មណ៍នៅក្នុងខ្លួនទេកូនស្រីយើងគាត់បានមើលទៅទូរស័ព្ទហើយគាត់បានគិតថាអូយធ្ងន់ណាខ្ញុំមិនអាចផ្ដោតអារម្មណ៍បានទេចង់និយាយថាគិតអំពីបងតមកគាត់ក៏បានការទូរស័ព្ទមកមើលហើយថាតើខ្ញុំទៅធ្វើអ្វីខ្ញុំគួរតែប្រាប់គាត់ឬធ្វើប្រាប់គាត់ដោយផ្ទាល់ទៅណាចង់និយាយថាអត់ដឹងប្រាប់បងធ្វើម៉េចអត់អាចបដិសេធសំណើបងបានហើយក៏អត់អាចនិយាយសំណើបងបានបន្ទាប់មកគាត់បាននិយាយថាខ្ញុំគួរតែបដិសេធគាត់មែនទេប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែត្រូវតែប្រាប់គាត់ដែរមែនទេបន្ទាប់មកក៏មានគេទេមកទូរស័ព្ទគាត់ឡើងរោខ្លាំងឡើងលោតចេញពីដៃតែម្ដងហើយគាត់បាននិយាយថាអូចឹងទៅតមកសារហ្នឹងគឺជាយូប៊ីនមិត្តភក្តិរបស់គាត់ហ្នឹងគាត់បានផ្ញើសារទៅថាខ្ញុំនឹងចេញដំណើរព្រលឹមស្អែកអូខេតោះទៅញ៉ាំអាហារកូនស្រីយើងបានធ្វើមុខឡើងនិយាយថាឡើងពោតែម្ដងគាត់បាននិយាយថាហេតុអ្វីបានជាខ្ញុំលោតវាមិនមែនអ្វីដូចនេះទេវាមិនខុសទេនៅអាហារដ្ឋានមួយកន្លែងហើយក៏មានឯមួយប៉ះចានចឹងទៅហើយបន្ទាប់មកគឺកូនស្រីយើងបានសួរគេថាតើមិត្តភក្តិរបស់អ្នកនៅឯណាហើយអ្នកគ្នាដែរហ្នឹងមិនឆ្ងល់ថាណាគេទេគឺដៃរបស់យូប៊ីនដែលជាកូនស្រីរបស់យើងហាមកញ៉ាំបាយចឹងទៅហើយកូនស្រីយើងក៏បានរៀបនឹងអង្គុយហើយតមកយូប៊ីនបាននិយាយថាឯងប្រាប់ខ្ញុំហើយថ្ងៃនេះខ្ញុំមិត្តភក្តិខ្ញុំញ៉ាំអាហារដាច់ដោយឡែកពីគ្នាតមកគឺកូនស្រីយើងក៏បានពោបបាយមួយម៉ាត់ចឹងទៅបន្ទាប់មកក៏និយាយថាខ្ញុំឃើញបន្ទាប់មកគឺមិត្តភក្តិកូនស្រីយើងបាននិយាយថាតើអ្នកបានប្រាប់គាត់ហើយឬនៅសួរអំពីការប្រាប់គាត់ផងចឹងទៅហើយកូនស្រីយើងបានឡើងញ័រហើយបាននិយាយថាប្រាប់គាត់ថាយ៉ាងម៉េចបន្ទាប់មកគឺមិត្តភក្តិកូនស្រីយើងបាននិយាយថាឈប់សិននិយាយរឿងមិនល្អទៅអ្នកបានប្រាប់គាត់ហើយឬនៅថាអ្នកចូលរួមបន្ទាប់មកគឺកូនស្រីយើងថាប្រហែលជាពេលក្រោយបន្ទាប់មកគឺមិត្តភក្តិកូនស្រីយើងហ្នឹងនិយាយថាដល់ណាស់ហ្នឹងបន្ទាប់មកគឺគាត់បាននិយាយថាហេតុអ្វីបានជាត្រូវធ្វើពុតដូចជាចាញ់បន្ទាប់មកគឺកូនស្រីយើងបានខឹងគេហើយនិយាយថាហេវាមិនងាយស្រួលសម្រាប់មនុស្សដូចអ្នកប៉ុន្តែវាមិនងាយស្រួលសម្រាប់ខ្ញុំទេយកតើអ្នកមានអ្វីពិបាកម្ល៉េះគ្រាន់តែ NC ជាមួយគ្នាតែប៉ុណ្ណោះអូយប៉ុនសាហាវណាទៀតចង់និយាយថាកូនស្រីយើងបានធ្វើមុខឆ្កយនិយាយថាបាទប៉ុន្តែអីចឹងទៅក៏បាននិយាយថាខ្ញុំមិនគិតថាខ្ញុំនឹងយល់ព្រមធ្វើជាបទធំទេនិយាយថាកន្លែងហ្នឹងនិយាយពីកូនផលចឹងណាតមកគឺមិនភ្លេចកូនស្រីយើងបាននិយាយថាតើខ្ញុំអាចនិយាយបានដូចម្ដេចថាពិតជាអាចតមកគឺគេបានយកទៅសារកូនស្រីយើងតមកគឺកូនស្រីយើងនិយាយទាំងលីងលងទៀតដែរនិយាយថាឈួតទៅហើយលីដូជេឯងហើយឯងក៏ដូចនោះដែរហ៊ីយូប៊ីនចង់និយាយថាកូនស្រីយើងបានស្លំមើលទៅគេហើយស្ថាតើឯងកំពុងធ្វើអ្វីតមកគឺហ៊ីយូប៊ីនហ្នឹងក៏បាននិយាយថាយកព្រមបានផ្ញើហើយចង់និយាយថាកំពូលអ្នកចេះដឹងឬគេបន្ទាប់មកគឺកូនស្រីយើងបានយកទូរស័ព្ទពីគេហើយសួរថាផ្ញើអ្វីទៅចង់និយាយថាគាត់ឯងមកឆ្ងល់ទេមើលទូរស័ព្ទទៅដឹងហើយគាត់តែមើលទូរស័ព្ទភ្លាមគឺកូនស្រីរបស់យើងគឺបោះភ្លេចប៉ុនពងន់តែម្ដងហើយក៏បែរថាអញឈ្មោះថៃមែនទេចង់និយាយថាមេនាំរឿងមេនាំភ្លើងមកដល់ហើយចង់និយាយថាគាត់ក៏បាននិយាយទេថាស្លន់អញ្ចឹងណានេះមានកូននិយាយតែថាខ្ញុំឃើញគាត់ធ្វើមុខស្លន់ទៅក៏បែរថាខ្ញុំត្រូវតែលុបវាចោលសិនហើយបន្ទាប់មកគឺគាត់តែនិយាយចឹងហើយគឺកូនប្រុសរបស់យើងចូលមកផ្លុកតែម្ដងតមកគឺកូនប្រុសរបស់យើងកូនស្រីរបស់យើងហ្នឹងគឺបេះដូងគាត់លោតចេញក្រៅហើយលោតលើកតែម្ដងហេអ្នកគ្រាទៅចាប់បេះដូងហ្នឹងមកយកមកដាក់បេះដូងយើងហើយតមកគឺកូនស្រីយើងបាននិយាយថាគាត់អានវាតមកគឺគាត់បាននិយាយថាតើខ្ញុំគួរធ្វើអ្វីចង់និយាយថាស្លន់ដោយសារបងខ្ញុំមើល
តមកគឺមុខរបស់គាត់លើក៏ហៅទៅម្ដងដោយសារគាត់ប្រាប់បានថាយកប្រមខ្ញុំនឹងក៏សន្តាគារមួយសម្រាប់អ្នក Oh my god អូយក៏សន្តាគារអូយគេធ្វើអីហ្នឹងទៅវើអ្វីណាតមកគឺគាត់ស្រីយើងនៅគៀងនឹងឯងតមកគឺមកគាត់ស្រីយើងបាននិយាយថាតើគាត់បាននិយាយអ្វីតមកគឺគាត់ស្រីយើងតបនឹងមិនចង់ប្រមមកនិយាយថាគាត់បាននិយាយថាគាត់នឹងបន្ទប់ស្ថានភាពមួយតមកគឺគេស្វែងឡើងហាទៅដល់យ៉ាងថាអ្នកគ្នាមានដណ្ដើមខ្ញុំណាខ្ញុំសុំកក់បែកនឹងមួយសិនតមកគឺមកគាត់ស្រីយើងបាននិយាយថាល្អរីករាយកុំត្រឡប់មកផ្ទះវិញរហូតដល់ស្អែកព្រឹកណាចៃថាឲ្យគេនៅមួយគ្នាបានយូរអង្វែងតមកគឺគាត់ស្រីយើងស្រែកឡើងខ្លាំងទៅម្ដងចៃថាគេចេះដឹងរឿងគេមិនអីចឹងទៅអើយបងសាហាវដែរណាហើយកូនស្រីយើងក៏បាននិយាយថាឯងព្យាយាមមិនដឹងខ្ញុំចេញមែនទេតែឯងមិនឲ្យគេមកលេងផ្ទះមិនមែនហើយឯងត្រូវចាំថាខ្ញុំជាមករួមបន្ទប់របស់ឯងណាបន្ទាប់មកគឺកូនស្រីយើងក៏បាននិយាយថាអញ្ចឹងវាជាផ្ទះរបស់ខ្ញុំវាជាផ្ទះរបស់ឯងប៉ុន្តែអូខេដល់គ្នាចប់ទៅប៉ុណ្ណឹងបន្ទាប់មកគឺកាត់នៅកន្លែងមួយដែលមានភ្លើងពណ៌ស្គមស្កាយខ្លាំងមែនតើចង់និយាយថានេះគឺជាអាគារដែលកូនស្រីគាត់ប្រណិតគ្នាហើយត្រូវទៅជាខុនដូរបស់ admin ចឹងទៅចង់និយាយថាកូនស្រីយើងមកដល់ខុនដូហើយបាននិយាយថាអូយខ្ញុំមិននឹកស្មានថាសន្តាគារបាត់នេះទេអូយអ្នកខ្ញុំនិយាយច្រឡំតែហ្នឹងសន្តាគារចឹងទៅតែខ្ញុំអាចចូលបានទេដល់មកគឺកូនស្រីយើងបានគិតក្នុងចិត្តថាខ្ញុំភ័យបន្តិចប៉ុន្តែប្រសិនបើខ្ញុំដកថយឥឡូវនេះដូចេនឹងខកចិត្តអើយអីក៏ប៉ុនម៉ែគេចាប់ស៊ីស៊ីបាត់លើហ្នឹងអីក៏មិនមែនកូនស្រីបន្ទាប់មកគឺកូនស្រីយើងបានមើលសារដែលបងផ្ញើឲ្យតមកគឺលីដូចេសន្តាគារ00បន្ទប់លេខ1707ត្រូវទៅដល់ម៉ោង8ចង់និយាយថាកូនស្រីយើងបានតបថាខ្ញុំនៅសន្តាគារបន្ទាប់មកកូនប្រុសបានតបវិញថាយកព្រមឡើងមកលើមកអាយ៉ាដល់វាហើយកូនស្រីយើងក៏បានធ្វើដំណើរមកដល់បន្ទប់របស់កូនរបស់យើងនឹងឯងហើយក៏បានឈប់មើលទ្វារហើយគិតមើលទៅថាខ្ញុំដឹងថារឿងនេះមិនមែនជារឿងល្អសម្រាប់អ្នកសាវដងទេខ្ញុំមានអារម្មណ៍ថាខ្មាស់អៀនពេកហ៊ាននឹងបើកទ្វារទេចង់ថាអត់ហ៊ានបើកទ្វារដោយសារតែមានអារម្មណ៍ថាខ្លាយអីចឹងទៅហើយបើខ្លាយចឹងអត់ដែរខំទៅអីអត់ដល់ថាទៅវាចាប់ស៊ីស៊ីបាត់ទេណាហើយតមកគឺគាត់ស្រីយើងបានជិតថាហើយចូលធ្វើដូចជាមនុស្សល្ងងទៅគាត់ក៏បានចុចលេខកណ្ដឹងទៅហើយគាត់បាននិយាយថាដូចដែលហ៊ីវិនបាននិយាយនេះជារឿងល្អរឿងល្អអីទេគេចាប់ស៊ីស៊ីហើយណាគាត់ស្រីយើងក៏បានចេញខ្លួនមួយខ្លួនពីរទៅដោយសារតែចេញខ្លួនច្រើនដោយសារតែមើលថាខ្លួនឯងហ្នឹងបានរៀបចំខ្លួនឲ្យវានៅស្អាតស្មាតអីចឹងនៅណាអូចៃថាកូនស្រីយើងតែខ្លួនស្អាតបានដើម្បីទៅជួបប្រុសបន្ទាប់មកក៏មានជើងណាគេម្នាក់ចេញពីវត្តទ្វារហើយគឺជាកូនប្រុសរបស់យើងហ្នឹងឯងចារាចៃថាអូជារៀងសកាក៏បាននិយាយថាអ្នកបានធ្វើវាចៃថាបានបរោគបងអីចឹងណាកូនស្រីយើងក៏ងាកទៅអៀនហើយថាហ៎បន្ទាប់មកគឺកូនប្រុសយើងបានដឹកដៃកូនស្រីយើងចូលបន្ទប់អូយកន្លែងហ្នឹងហើយកូនប្រុសបាននិយាយថាចូលមកក្នុងមកអូយដល់គ្នាឃើញគេទេណៃគ្នាចូលបន្ទប់ចឹងហើយបើថាភាកក្រោយមានរឿងអីកើតឡើងទេបើថាគេបុកគ្នាទៅសັບស្វាយខ្ញុំមីសួរឬក៏ទៅបុករហូតតែអូយដល់គ្នាអើយចង់និយាយថាភាកយើងគឺមកដល់ទៅចប់ធំហ្នឹងហើយបើដល់គ្នាចង់ដឹងមិនម៉ែគេទៅសັບស្វាយសັບហុងអីចាំមើលនៅភាកក្រោយទៀតដល់គ្នាបាយបាយ goodbye all my love I love you